ខ្ញុំនឹងប្រាប់តិចនិចធ្វើមិនឲ្យសុខភាពផ្លូវចិត្តរឿងងំបានមកវិញចឹងណាបងប្អូនខ្លាយពីរូបរាងបែបហ្នឹងទៅជារូបរាងបែបនេះមួយទៀតចឹងណាបងប្អូនគឺរូបរាងខុសគ្នាដាច់ស្រឡះតែម្ដងអញ្ចឹងបានថាមនុស្សយើងសពថ្ងៃសុខភាពផ្លូវចិត្តគឺសំខាន់ជាងសុខភាពផ្លូវកាយទៅទៀតបើសុខភាពផ្លូវចិត្តយើងធ្លាក់ដល់ចំណុចស្ទោនហើយសុខភាពផ្លូវកាយយើងគឺធ្លាក់ទៅតាមនឹងពេលដែលយើងមានជំងឺហ្នឹងយើងត្រូវតែរកមនុស្សជុំវិញខ្លួនអាជិតស្និទ្ធបំផុតនិយាយរឿងក្នុងចិត្តផឹកស៊ីរួមច្រៀងធ្វើម៉េចកុំគិតរឿងអវិជ្ជមានគិតរឿងវិជ្ជមាននៅជាមួយមនុស្សដែលគិតវិជ្ជមានជំងឺបាក់ទឹកចិត្ត depression ហ្នឹងគឺគ្មានគិតឃើញអ្វីក្រៅពីគិតថាចង់តែស្លាប់ទេហើយខ្ញុំបានឡើងរស់ប្រេះមកបានប៉ុណ្ណឹងវិញខ្ញុំអរគុណខ្លួនឯងហើយខ្ញុំក៏អរគុណមនុស្សជុំវិញខ្លួនខ្ញុំដូចគ្នាដែលគាត់តែងតែជួយផ្ដល់កម្លាំងចិត្តជួយលើកទឹកចិត្តជួយនិយាយទៅឲ្យធ្វើឲ្យយើងសប្បាយរីករាយគ្រប់ពេលដែលនៅចិត្តគាត់ហើយបងប្អូនសុំគុំនៅបន្ទប់តែម្នាក់ឯងបងប្អូនត្រូវទៅរកគ្នាត្រូវផឹកស៊ីផឹកត្រូវរួមត្រូវច្រៀងត្រូវដើរត្រូវនិយាយទៅបងប្អូនធ្វើអ្វីដែលសប្បាយកុំគិតរឿងកើតទុកកុំគិតរឿងអនាគតកុំគិតរឿងបច្ចុប្បន្នកាលកុំគិតអតីតកាលបងប្អូនណាយើងគិតបច្ចុប្បន្នកាលព្រោះមនុស្សយើងជីវិតយើងខ្លីណាស់យើងមិនអាចគិតរឿងដដែលទេយើងត្រូវតែរស់នៅជាមួយនឹងការពិតទទួលយកការពិតទើបយើងមិនឈឺចាប់រៀនរស់ដោយខ្លួនឯងបងប្អូនណារៀនរស់ដោយខ្លួនឯងកុំពឹងអ្នកដទៃច្រើនយើងរឹងមាំមកបានគឺដោយសារតែខ្លួនឯងផងដោយសារតែអ្នកដទៃចិត្តយើងផងអញ្ចឹងបងប្អូនត្រូវតែព្យាយាមថែរក្សាផ្លូវចិត្តនៅជាមួយនឹងមនុស្សវិជ្ជមានគិតវិជ្ជមានហើយត្រូវធ្វើអ្វីធ្វើឲ្យដោយសារតែឆាកជីវិតមនុស្សយើងវាអត់វែងយូរអង្វែងអមតៈទេអញ្ចឹងខ្លីណាស់សម្រាប់ជីវិតមនុស្សយើងអញ្ចឹងបងប្អូនត្រូវតែចេះស្រឡាញ់គ្នាអត់ឱនឲ្យគ្នាគោរពគ្នាទៅវិញទៅមកទើបជីវិតយើងមានន័យហើយបាបបុណ្យគឺមានពិតបងប្អូនណាមិនមានអ្វីថិតថេរទេ